បងប្អូនជនរួមជាតិទាំងអស់មិនមែនជាលើកទី1ទេដែលគេឈ្លានពានមកលើយើងគឺរាប់សិបដងហើយអ្វីដែលយើងអាចធ្វើបានមានតែការរួបរวมគ្នាជាសាមគ្គីជាធ្លុងមួយជាគ្រួសារមួយរឹងមាំមានតែភាពរឹងមាំពីខាងក្នុងរបស់យើងទេដែលអាចបណ្ដេញសត្រូវយកឈ្នះទៅលើពួកសត្រូវបានចូលរួមជួយគ្នាបង្កើនភាពរឹងមាំជាធ្លុងមួយមកជួយគ្នាតាមរបៀបដែលយើងអាចធ្វើបានពេលនេះយើងអាចនឹងមានកន្លែងគេងស្រួលបួលមានម៉ាស៊ីនត្រជាក់មានកង្ហារមានទឹកផឹកគ្រប់គ្រាន់ប៉ុន្តែបងប្អូនអ៊ំពូមីងជាតារបស់យើងដែលនៅតាមព្រំដែនគឺគាត់រងការលំបាកវេទនាណាស់រងការគំរាមកំហែងណាស់ចឹងហើយអ្វីដែលយើងអាចជួយបានយើងចូលរួមគ្នាជួយម្នាក់បន្តិចម្ដងម្នាក់បន្តិចមកអ្នកដែលមានលុយជួយតាមរយៈថវិកាស្បៀងអ្វីផ្សេងអ្នកដែលមានទឹកចិត្តជួយតាមរយៈទឹកចិត្តអ្នកដែលមានសម្លេងជួយតាមរយៈសម្លេងផលិតផលទំនិញមួយចំនួនដែលផ្ដល់ប្រយោជន៍ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចពួកអាចោរនេះយើងពហិការទាំងអស់គ្នាជប់ប្រើទៅរបស់ខ្មែរមកកកោកយើងមានរបស់ជំនួសរបស់ខ្មែរច្រើនណាស់ជប់ប្រើរបស់ពួកវាទៅនេះជាអ្វីដែលយើងអាចធ្វើបានវាតែងតែមានចំណុចទូចមួយដែលយើងអាចជួយលើកតម្កើងគ្នាជួយគ្រប់គ្រងគ្នាជួយបង្កើនភាពសាមគ្គីឲ្យល្អឲ្យរឹងមាំជាគ្រួសារមួយរាប់ចាប់តាំងពីសង្គ្រាមពីណាពីណីមកគឺមានតែការរួបរวมសាមគ្គីគ្នាទេទើបយើងអាចទទួលបាននៅចំហមួយដែលរឹងមាំមកទល់សពថ្ងៃនេះបានចឹងបងប្អូនផ្ដល់ភាពជឿជាក់ដល់រាជរដ្ឋាភិបាលរបស់យើងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ពរបស់យើងទទួលយើងជឿជាក់ទាំងស្រុងទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលរបស់យើងបងប្អូនទាំងអស់គ្នាជាមួយគ្នានោះក៏មានជនឆ្លៀតឱកាសមួយចំនួនដែលព្យាយាមបំផ្លិចបំផ្លាញព័ត៌មានបញ្ចេញព័ត៌មានមិនពិតដូច្នេះហើយអ្នកទាំងអស់គ្នាព័ត៌មានមួយចំនួនយើងមើលប្រភពវាឲ្យច្បាស់លាស់មុននឹងជឿពួកគេព្យាយាមបំបែកបំបាក់សាមគ្គីរបស់យើងមិនឲ្យយើងរួបរวมជាធ្លុងមួយទេអញ្ចឹងព្យាយាមមើលប្រភពព័ត៌មានឲ្យបានច្បាស់មុននឹងជឿទៅលើការផ្សព្វផ្សាយរបស់អ្នកដទៃ